insert គឺយើងចង់សំដៅទៅលើការតម្លាក់ទិន្នន័យចូលទៅក្នុង table របស់យើងទៅតាម column នីមួយៗអញ្ចឹងហើយ syntax គឺមានរូបរាងបែបនេះគឺយើងដាក់ឈ្មោះ column ឲ្យត្រឹមត្រូវហើយមាន value អូខេអញ្ចឹងយើងចូលទៅ SQL tool នៅមេរៀនមុនយើងមាន table ជាច្រើនឥឡូវខ្ញុំលើកយក table student មួយអូខេអញ្ចឹងយើងឃើញថា data វាមានតែ3 row ទេហើយមាន6 column អញ្ចឹងយើងចាប់ផ្ដើម insert row ថ្មីចាប់ផ្ដើម insert row ថ្មីដោយ follow ទៅតាម syntax យើង insert into table name តមកទៀត column យើងត្រូវដាក់ឈ្មោះវាត្រឹមត្រូវ id name genders DOB and age and input that អូខេហើយ value មាន s អញ្ចឹងជាទូទៅ id នេះជាលេខអញ្ចឹងយើងដាក់លេខទៅបានបន្តមកទៀតឈ្មោះយើងត្រូវដាក់ single quote នេះសងខាងហើយយើងដាក់YouTube តមកទៀតgender យើងដាក់វាជា string អញ្ចឹងត្រូវ single quote ដែរតមកទៀតDOB វាជាប្រភេទdate អញ្ចឹងយើងត្រូវដាក់ឆ្នាំខែថ្ងៃឧទាហរណ៍ថា92 01 02អញ្ចឹង0ក៏បានអត់ក៏បានដែរ01 02ហើយតមកទៀត import date sorry age នេះវាជា number បើវាជា number យើងអាចដាក់លេខចូលបានអញ្ចឹងឧទាហរណ៍ថាកាលពី30ម៉ែន33 31 33អញ្ចឹងទៅអូខេអញ្ចឹង31ហើយimport date យើងអាច filter ដាក់ copy អញ្ចេះក៏បានអញ្ចឹងវាយក date ដូចជា string ហ្នឹងទៅ format ហ្នឹងត្រូវគឺវាអត់ error តែបើយើងដាក់អត់ត្រូវ format វា error ហើយបើយើងលុបតែប៉ុណ្នេះយើងដាក់ថ្ងៃទីខែអញ្ចឹងយើងអត់មានម៉ោងទេប៉ុន្តែបើយើងចង់បានឥឡូវហ្នឹងគឺ current date យើងដាក់ get date អញ្ចឹងមកហើយយើង execute អូខេបាន row ថ្មីអញ្ចឹងឃើញ ID នេះតួនេះដោយសារតែយើងអត់ដាក់ primary key ទេអញ្ចឹងយើងនឹងរៀននៅវីដេអូបន្ទាប់